នៅពេលដែលមនុស្សភាគច្រើនចាប់ផ្ដើមជជែកអំពីរថក្រោះទំនើបពួកគេតែងតែផ្ដោតអារម្មណ៍ទៅលើកាណុងទំហំធំរំ25មីលីម៉ែត្រមីស៊ីលប្រឆាំងរថក្រោះឬក៏ប្រព័ន្ធការពារដ៏ស្មុគស្មាញប៉ុន្តែមានអាវុធមួយប្រភេទដែលជារឿយៗត្រូវបានគេមើលរំលងទោះបីជាវាជាអាវុធដែលអាចជួយសង្គ្រោះជីវិតក្រុមអ្នកបញ្ជាការរថក្រោះនិងកងទ័ពថ្មើរជើងបានរាប់មិនអស់ក៏ដោយអាវុធនោះគឺកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រ W85 សម្រាប់អ្នកដែលធ្លាប់តាមដានអំពីរថក្រោះដែលផលិតដោយប្រទេសចិនជាពិសេសរថក្រោះ Type 85, Type 88 និង Type 96អ្នកប្រហែលជាធ្លាប់ឃើញកាំភ្លើងយន្តមួយដើមដាក់នៅលើដំបូលនៃប៉មរបស់រថក្រោះហើយជាទូទៅគេតែងតែគិតថាវាគ្រាន់តែជាកាំភ្លើងយន្តធម្មតាមួយដើមតែប៉ុណ្ណោះប៉ុន្តែការពិត W85 មានភាពសំខាន់ណាស់សម្រាប់រថក្រោះជាពិសេសវាមានអានុភាពខ្លាំងគ្រប់គ្រាន់ក្នុងការបំផ្លាញរថយន្តយោធាធុនស្រាលបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដែលហោះក្នុងរយៈកម្ពស់ទាបនិងបាញ់រះបង្ក្រាបទៅលើកងទាហានថ្មើរជើងរបស់សត្រូវនៅចម្ងាយជាង1គីឡូម៉ែត្រដោយមានប្រសិទ្ធភាពល្អបំផុតហើយនៅកំឡុងពេលដែលកងទ័ពកម្ពុជាទទួលបានសម្ភារៈយោធាផលិតដោយប្រទេសចិនកាន់តែច្រើនទៅទៀតនោះវាក៏បានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមចង់ដឹងថាតើអាវុធប្រភេទនេះមានសមត្ថភាពអ្វីខ្លះតើវាខ្លាំងប៉ុណ្ណាហើយហេតុអ្វីបានជាវានៅតែបន្តបម្រើការរហូតមកដល់សព្វថ្ងៃដើម្បីស្វែងរកចម្លើយថ្ងៃនេះយើងនឹងសិក្សាអំពីប្រវត្តិកំណើតលក្ខណៈបច្ចេកទេសអានុភាពប្រយុទ្ធនិងតួនាទីរបស់ W85 នៅលើសមរភូមិសម័យទំនើបនៅក្នុងទសវត្សរ៍ឆ្នាំ 1970 និង 80 ប្រទេសចិនកំពុងតែស្រស្រាំធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងចំនួននោះកងទ័ពរំដោះប្រជាជនចិនកំពុងតែនៅប្រើប្រាស់កាំភ្លើងយន្តធុនធ្ងន់ស៊េរីចាស់ជាច្រើនប្រភេទដែលភាគច្រើនផ្អែកទៅលើបច្ចេកវិទ្យាចាស់ៗរបស់សហភាពសូវៀតទោះបីជាអាវុធទាំងនោះមានភាពជឿជាក់ធន់រឹងមាំនិងមានអានុភាពក្នុងសមរភូមិក៏ដោយប៉ុន្តែវាមានបញ្ហាមួយគឺទម្ងន់ធ្ងន់ពេកកាំភ្លើងយន្តធុនធ្ងន់ស៊េរីចាស់ជាច្រើនអាចមានទម្ងន់លើសពី33គីឡូក្រាមដោយមិនទាន់រួមបញ្ចូលជាមួយជើងទម្រនិងគ្រាប់រំសេវផងនោះទេចំពោះបញ្ហានេះធ្វើឲ្យការផ្លាស់ទីនៅលើសមរភូមិកាន់តែពិបាកជាពិសេសនៅក្នុងសង្គ្រាមសម័យថ្មីដែលទាមទារឲ្យកងទ័ពមានភាពរហ័សរហួននិងអាចធ្វើការផ្លាស់ទីតាំងបានលឿនជៀសវាងពីការតាមប្រម៉ែរបស់សត្រូវដោយសារមូលហេតុនេះហើយក្រុមវិស្វកររបស់យោធាចិនបានចាប់ផ្ដើមគម្រោងនិងបានរចនាបង្កើតកាំភ្លើងយន្តធុនធ្ងន់ចំនួនថ្មីមួយដើម្បីដែលឲ្យទាន់នៅបរិបទនៃសង្គ្រាមសម័យថ្មីគោលដៅរបស់ពួកគេក្នុងការរចនានេះគឺសាមញ្ញខ្លាំងណាស់ដោយវាត្រូវតែមានទម្ងន់ស្រាលជាងមុនមានភាពធន់ងាយស្រួលថែទាំនិងជួសជុលត្រូវតែមានអានុភាពស្មើឬលើសកាំភ្លើងយន្តធុនធ្ងន់ស៊េរីចាស់ហើយជាពិសេសត្រូវតែងាយស្រួលក្នុងការដំឡើងទៅលើរថយន្តយោធារថពាសដែកនិងរថក្រោះបន្ទាប់ពីការសិក្សាស្រាវជ្រាវអស់មួយរយៈធំ W85 បានលេចចេញនៅរូបរាងជាផ្លូវការនិងបានដាក់ឲ្យចូលបម្រើការក្នុងកងទ័ពរំដោះប្រជាជនចិននៅក្នុងឆ្នាំ 1985 ហើយវាក៏បានក្លាយជាកាំភ្លើងយន្តធុនធ្ងន់ស្តង់ដារមួយសម្រាប់យានយន្តយោធាដែលផលិតដោយប្រទេសចិនបើយើងមើលពីខាងក្រៅវាប្រហែលជាមិនខុសពីកាំភ្លើងយន្តធុនធ្ងន់ផ្សេងៗប៉ុន្មាននោះទេប៉ុន្តែចំណុចដែលធ្វើឲ្យ W85 ពិសេសគឺការរចនាដែលផ្ដោតទៅលើការកាត់បន្ថយទម្ងន់សម្រាប់កាំភ្លើងយន្តធុនធ្ងន់ដែលប្រើប្រាស់គ្រាប់ទំហំ 12.7 មីលីម៉ែត្រការកាត់បន្ថយទម្ងន់គឺជាបញ្ហាដ៏លំបាកខ្លាំងណាស់ដោយសារតែគ្រាប់របស់វាមានទំហំធំកម្លាំងផ្ទុះខ្លាំងដូច្នេះហើយប្រព័ន្ធខាងក្នុងត្រូវតែរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងសម្ពាធដ៏ខ្លាំងក្លានេះប៉ុន្តែទោះជាយ៉ាងណាក៏វិស្វករចិនបានសម្រេចបង្កើតកាំភ្លើងនេះឡើងមកដោយមានទម្ងន់ត្រឹមតែ 18.5 គីឡូក្រាមតែប៉ុណ្ណោះសម្រាប់ទម្ងន់ប៉ុណ្ណាវាពិតជាស្រាលខ្លាំងណាស់បើប្រៀបធៀបទៅនឹងកាំភ្លើងយន្ត 12.7 មីលីម៉ែត្រដូចគ្នាចូលមកដល់លក្ខណៈបច្ចេកទេសរបស់វាវិញម្ដង W85 ត្រូវបានផលិតឡើងនិងរចនាម៉ូដដោយក្រុមហ៊ុន Norinco វាជាប្រភេទកាំភ្លើងយន្តធុនធ្ងន់ប្រើប្រាស់គ្រាប់ទំហំ 12.7 គុណនឹង 108 មីលីម៉ែត្រមានប្រវែងបណ្ដោយ 1995 មីលីម៉ែត្រមានកាណុងប្រវែង 1002 មីលីម៉ែត្រនិងមានទម្ងន់ 18.5 គីឡូក្រាមជាទម្ងន់តួកាំភ្លើងទទេដែលមិនទាន់រួមបញ្ចូលជាមួយគ្រាប់និងជើងតម្រកាំភ្លើងនេះបានចាប់ផ្ដើមអភិវឌ្ឍឡើងនៅដើមទសវត្សរ៍ឆ្នាំ 1980 និងបានដាក់ចូលបម្រើការជាផ្លូវការក្នុងកងទ័ពរបស់ប្រជាជនចិននៅឆ្នាំ 1985 ដោយសារតែវាប្រើប្រាស់គ្រាប់ទំហំធំ 12.7 មីលីម៉ែត្រដូចនេះវាអាចបាញ់បានចម្ងាយដែលមានប្រសិទ្ធភាពចំពោះគោលដៅចន្លោះពី 1500 ទៅ 2000 ម៉ែត្រជាមួយនឹងល្បឿនបាញ់ 600 គ្រាប់ក្នុង1នាទីហើយគ្រាប់នេះផងដែរអាចហោះបានល្បឿន 800 ម៉ែត្រក្នុង1វិនាទីបើយើងនិយាយអំពីរបៀបដែល W85 ដំណើរការវិញនោះគឺដូចទៅនឹងកាំភ្លើងយន្តទំនើបភាគច្រើនដែរដែលវាប្រើប្រាស់ប្រព័ន្ធ gas operate នៅពេលដែលកេះកៃបាញ់គ្រាប់នឹងហោះចេញពីកាណុងកម្លាំងផ្ទុះនៃរំសេវនឹងបង្កើតឧស្ម័នសម្ពាធខ្ពស់យ៉ាងខ្លាំង
ហើយឧស្ម័នមួយផ្នែកនឹងត្រូវបញ្ជូនទៅកាន់បំពង់ខ្យល់នៅខាងក្នុងរបស់កាំភ្លើងបន្ទាប់មកវានឹងរុញ cylinder ឲ្យថយក្រោយដើម្បីដកសម្បកគ្រាប់ចាស់ចេញហើយបញ្ចូលគ្រាប់ថ្មីចូលទៅក្នុងកាណុងដោយស្វ័យប្រវត្តិចំពោះកាំភ្លើងយន្តធុនធ្ងន់មានចំណុចសំខាន់មួយទៀតដែលចាំបាច់បំផុតគឺការផ្លាស់ប្ដូរកាណុងវាគឺជាចំណុចដែលកាំភ្លើងយន្តត្រូវការខ្លាំងណាស់នៅពេលដែលបាញ់រះជាបន្តបន្ទាប់ជាប់គ្នាក្នុងរយៈពេលយូរកាណុងនឹងឡើងកម្ដៅក្ដៅខ្លាំងគ្រាប់នឹងមិនអាចបន្តហោះចេញទៅរកគោលដៅបានទៀតនោះទេឬសឹងតែអាចធ្លាក់នៅនឹងមុខអ្នកបាញ់តែម្ដងដូច្នេះហើយបើមិនបដូរកាណុងឲ្យទាន់ពេលវេលានោះទេវាអាចធ្វើឲ្យបាត់បង់សុក្រឹតភាពចំពោះគោលដៅឬក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានផងដែរកាំភ្លើងយន្តធុនធ្ងន់ប្រភេទនេះមានមុខងារច្រើនខ្លាំងណាស់នៅក្នុងសមរភូមិដូចជាបំពាក់តាមលក្ខណៈការពារបំពាក់ទៅលើប៉មការពារបន្ទាយបំពាក់តាមយានជំនិះយោធាឧទ្ធម្ភាគចក្ររថពាសដែករថក្រោះនិងរថយន្តយោធាធុនស្រាលជាដើមនៅមិនទាន់អស់នោះទេកាំភ្លើងនេះមិនមែនសម្រាប់វាយប្រហារតែទៅលើកងទ័ពថ្មើរជើងឬក៏រថយន្តយោធាប៉ុណ្ណោះទេវាក៏ប្រើសម្រាប់ការវាយប្រហារទៅលើឧទ្ធម្ភាគចក្រហោះក្នុងរយៈកម្ពស់ទាបដ្រូនស៊ើបការនិងយន្តហោះប្រតិកម្មធុនស្រាលផងដែរនៅក្នុងសង្គ្រាមសម័យទំនើបឧទ្ធម្ភាគចក្រជាច្រើនបានធ្លាក់ដោយសារកាំភ្លើងយន្តធុនធ្ងន់ហើយនេះគឺជាមូលហេតុដែលកងទ័ពជាច្រើននៅតែបន្តប្រើប្រាស់អាវុធប្រភេទនេះនៅលើតួប៉មនៃរថក្រោះឬក៏រថពាសដែកទោះបីជាពួកវាមានបំពាក់មីស៊ីលប្រឆាំងយន្តហោះទំនើបក៏ដោយបើទោះបីជាពិភពលោកកំពុងឈានចូលយុគសម័យដ្រូននិងអាវុធឆ្លាតវៃក៏ដោយក៏កាំភ្លើងយន្តធុនធ្ងន់នៅតែមានតួនាទីសំខាន់នៅក្នុងចំនួនជាច្រើនជុំវិញពិភពលោកកងទ័ពនៅតែត្រូវការអាវុធ 12.7 មីលីម៉ែត្រសម្រាប់ការការពារមូលដ្ឋានយោធាការពាររថយន្តដឹកជញ្ជូននិងបង្ក្រាបគោលដៅនៅចម្ងាយឆ្ងាយដោយសារតែអាវុធប្រភេទនេះផ្ដល់នូវតុល្យភាពល្អរវាងអានុភាពភាពជឿជាក់និងកម្លាំងបាញ់ហើយបើសិនជាយើងនិយាយអំពីកងយុទ្ធពលកាមេរ៉ាភូមិន្ទយើងវិញភាគច្រើនតែងតែប្រើអាវុធដែលមានប្រភពមកពីអតីតសហភាពសូវៀតនិងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សរ៍កម្ពុជាបានប្រើប្រាស់អាវុធជាច្រើនដែលមានមូលដ្ឋានទៅលើរចនារបស់សហភាពសូវៀតជាពិសេសអាវុធនៃត្រកូលកាឡាស់នីកើចាប់ពី AK-47 AKM EPK PKM រហូតដល់អាវុធធុនធ្ងន់ផ្សេងៗទៀតប៉ុន្តែក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងយើងបានឃើញការមកដល់នៃសម្ភារៈយោធាផលិតដោយប្រទេសចិនជាច្រើនប្រភេទរួមមានរថយន្តយោធាប្រព័ន្ធអាវុធការពារដែនអាកាសនិងសម្ភារៈគាំទ្រផ្សេងៗហើយនេះក៏ជាមូលហេតុដែលមនុស្សមួយចំនួនចាប់ផ្ដើមចាប់អារម្មណ៍លើកាំភ្លើងយន្តធុនធ្ងន់ដូចជា W85 នេះផងដែរហើយសម្រាប់តម្លៃរបស់កាំភ្លើងយន្តនេះផងដែរវាមានតម្លៃប្រហែលជា $5,000 នៅក្នុងមួយដើមចំពោះតម្លៃនេះគឺជាតម្លៃសកលនៃការបញ្ជាទិញពីក្រុមហ៊ុន Norinco ផ្ទាល់សរុបសេចក្តីមកវិញជាង40ឆ្នាំបន្ទាប់ពីការបម្រើការក្នុងវិស័យយោធា W85 នៅតែជាកាំភ្លើងយន្តធុនធ្ងន់ដ៏មានសារៈសំខាន់មួយរបស់កងទ័ពវាបានបង្ហាញថាអាវុធដែលមានការរចនាសាមញ្ញអាចទុកចិត្តបាននិងមានអនុភាពខ្លាំងនៅតែមានតម្លៃនៅលើសមរភូមិសម្រាប់កងទ័ពជាច្រើន W85 មិនមែនជាអាវុធដែលទំនើបបំផុតនោះទេប៉ុន្តែវាគឺជាអាវុធដែលអាចបំពេញការងាររបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពហើយនោះគឺជាអ្វីដែលសំខាន់បំផុតនៅក្នុងសង្គ្រាមពីព្រោះថានៅលើសមរភូមិពិតប្រាកដអាវុធដែលអាចទុកចិត្តបានគឺមានតម្លៃជាងអាវុធដែលទំនើបប៉ុន្តែស្មុគស្មាញ